ក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងអាហារដែលគួរតែជ្រើសរើសសម្រាប់កូនដែលទើបតែរៀនញ៉ាំនៅអាយុ6ខែដំបូងនិងអាហារដែលគួរតែជៀសវាងសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកសតការរៃគុន្ធាក៏ជាគ្រូពេទ្យធ្លាប់ប្រឹក្សាទៅលើអាហារូបត្ថម្ភកុមារមានបទពិសោធន៍7ឆ្នាំហើយសប្តាហ៍ថ្ងៃនេះក៏កំពុងបន្តការសិក្សានៅសាលាសុខភាពវិទ្យាស្ថានសុខភាពសាធារណៈផ្នែក Master Science of Nutrition អញ្ចឹងថ្ងៃនេះគឺខ្ញុំចង់មកចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងអាហារដែលសម្រាប់ក្មេងនៅអាយុ6ខែអញ្ចឹងប៉ាម៉ាក់គឺគាត់តែងតែមានចង្អល់ថាតើគួរតែចាប់ផ្ដើមអាហារដំបូងនៅអាយុប៉ុន្មានបើតាមម៉ាក់ខ្លះឬក៏គាត់ឃើញកូនគេខ្លះក៏ចាប់ផ្ដើមញ៉ាំនៅអាយុ4ខែឬក៏5ខែក្មេងខ្លះទៅក៏អាយុ6ខែការណែនាំរបស់ WHO ក៏ដូចជា CDC គឺគេណែនាំឲ្យយើងផ្ដល់អាហារដំបូងនៅពេលដែលកូននឹងមានអាយុ6ខែហេតុអីព្រោះថាពេលដែលក្មេងចាប់ផ្ដើមមានអាយុ6ខែគឺប្រព័ន្ធរំលាយអាហារគាត់គឺចាប់ផ្ដើមដំណើរការយ៉ាងល្អជាមួយនឹងអាហារ solid food ដែលយើងហៅថាបបរគ្រប់គ្រឿងនឹងឯងប៉ុន្តែបើសិននៅក្រោមអាយុហ្នឹងគឺបើសិនជាយើងឆាប់ឲ្យគាត់ពេកក៏អាចប៉ះពាល់ទៅលើប្រព័ន្ធរំលាយអាហាររបស់គាត់ហើយមួយវិញទៀតដែរការស្រូបយកនៅសារធាតុចិញ្ចឹមពី solid food ហ្នឹងក៏វាមិនទាន់បានល្អដែរយើងដឹងថាកាពះក្មេងតូចអញ្ចឹងបើសិនជាយើងដាក់ solid food ទៅគាត់ញ៉ាំ solid food ឆ្អែតអញ្ចឹងគាត់អត់ញ៉ាំទៅលើគាត់អត់បានទទួលការបបៅដោះពីម៉ាក់គាត់ឬក៏ទៅដោះគោនឹងឯងដែលអាចឲ្យគាត់នឹងប្រឈមទៅនឹងកង្វះអាហារូបត្ថម្ភអញ្ចឹងហើយគឺគេណែនាំឲ្យយើងនឹងគួរតែចាប់ផ្ដើមនៅពេលដែលគាត់អាយុ6ខែក៏ប៉ុន្តែក៏មានខេសខ្លះក៏យើងអាចផ្ដល់នៅពេលដែលគាត់អាយុ5ខែកន្លះដូចគ្នាដែរតែបើសិនជាល្អតែម្ដងអ្នកទាំងអស់គ្នាគួរតែចាំគាត់ដល់អាយុ6ខែសិនទៅចាអញ្ចឹងអាហារដែលដំបូងដែលយើងអាចចាប់ផ្ដើម start សម្រាប់កូនដើម្បីជួយទៅដល់ការលូតលាស់របស់គាត់ល្អយើងគួរតែជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិដែកនិងវីតាមីន C ព្រោះអីមូលហេតុទី1គឺពាក់ព័ន្ធទៅនឹងពេលដែលក្មេងចាប់ផ្ដើមអាយុ6ខែទៅលើជាតិដែកដែលបានស្តុកទុកនៅក្នុងរាងកាយគឺចាប់ផ្ដើមថយចុះហើយអញ្ចឹងការបន្ថែមអាហារូបត្ថម្ភបន្ថែមហ្នឹងគឺគេហៅថា complementary ឬក៏បបរគ្រប់គ្រឿងហ្នឹងគឺការដែលយើងជួយបន្ថែមនៅជាតិដែកដូចគ្នានឹងដែរនៅក្នុងកំឡុងពេលអាយុ6ខែ7ខែឬក៏ក្រោមមួយខួបនេះទឹកដោះម្ដាយឬក៏ទឹកដោះគោនៅតែជាអាហារចាំបាច់សម្រាប់គាត់ពាក្យថាអាហារចាំបាច់ហ្នឹងបានន័យថាវាជាអាហារសំខាន់គឺមិនមែនមានន័យថាបបរហ្នឹងអត់សំខាន់ទេគឺវាសំខាន់ផងដែរព្រោះអីវាជួយឲ្យកូនហ្នឹងចាប់ផ្ដើមចេះរៀនទំពាចេះលេបស្គាល់រសជាតិអាហារថ្មីប៉ុន្តែដូចខ្ញុំបានជំរាបចូលពីដំបូងអញ្ចឹងគឺប្រព័ន្ធរំលាយអាហាររបស់ក្មេងគឺការស្រូបយកទៅលើពួក solid food ហ្នឹងមិនទាន់សូវជាល្អទេអញ្ចឹងការជំរុញទៅលើបបរគ្រប់គ្រឿងច្រើនពេកដែលធ្វើឲ្យបរិមាណទឹកដោះគោញ៉ាំអត់គ្រប់គ្រាន់ក៏អាចប៉ះពាល់ទៅលើការលូតលាស់របស់គាត់ដូចជាការឡើងគីឡូឬក៏ការលូតកម្ពស់ផងដែរអញ្ចឹងហើយយើងគួរតែបានន័យថាយើងអាចផ្ដល់ឲ្យគាត់ជាការបង្រៀនទៅតាមការញ៉ាំរបស់គាត់យើងមើលទៅតាមភាពជាក់ស្ដែងនៅវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកនរគ្នាថាគួរតែធ្វើបែបណាដើម្បីពេលកូនអត់ចង់ញ៉ាំឬក៏ពេលកូនអត់ចង់បើតែយើងគួរធ្វើបែបណាអញ្ចឹងសម្រាប់ទៅលើអាហារដែលយើងគួរតែជ្រើសរើសដំបូងគេហ្នឹងគឺទៅលើសាច់អ្នកទាំងអស់គ្នាអាចចាប់ផ្ដើមជាមួយនឹងសាច់សដែលយើងមានដូចជាសាច់ជ្រូកឬក៏ធុងមាន់ឬក៏សាច់ត្រីដែល3ប្រភេទហ្នឹងគឺវាសម្បូរជាតិដែកដូចគ្នាហើយក៏វាមិនងាយផលប៉ះពាល់ទៅលើការអាឡែស៊ីរបស់ក្មេងព្រោះក្មេងអាចនឹងងាយប្រតិកម្មជាពិសេសហ្នឹងក្មេងដែលគាត់មានបញ្ហាដូចថាអាឡែស៊ីជាមួយប្រូតេអ៊ីនទឹកដោះគោឬក៏អាឡែស៊ីជាមួយជាតិស្ដែកឬក៏ក្មេងដែលគាត់មានប៉ាម៉ាក់ធ្លាប់មានបញ្ហាអាឡែស៊ីគឺបានន័យថាគាត់ជាក្រុមមនុស្សមួយដែលងាយនឹងរងប្រតិកម្មជាមួយនឹងអាហារមិនមានន័យថាគាត់កើតមកត្រូវតែប្រតិកម្មទេប៉ុន្តែគឺគាត់គេចាត់ចូលជាក្រុមមនុស្សដែលហាយរីមានន័យថាគាត់ងាយរងប្រតិកម្មជាងក្មេងដទៃអាហ្នឹងសម្រាប់អ្វីដែលខ្ញុំចង់ជំរាបជូនអ្នកទាំងអស់គ្នាអញ្ចឹងទៅលើបន្លែយើងអាចជ្រើសរើសដូចជាការ៉ុតល្ពៅឬក៏ដំឡូងឬក៏ប្រូកូលីដែល3មុខហ្នឹងគឺវាជាអាហារដែលសាកល្បងដំបូងហើយមិនងាយប្រតិកម្មដល់កូនហើយទៅលើផ្លែឈើអ្នកទាំងអស់គ្នាអាចជ្រើសរើសផ្លែប៉ោមផ្លែចេកឬក៏ស្ទ្រូប៊េរីជាដើម
អញ្ចឹងការផ្ដល់អាហារទាំងអស់ហ្នឹងតើយើងគួរតែផ្ដល់បានន័យថាក្នុងមួយចានត្រូវតែមាន2 3មុខនឹងចូលរួមតែម្ដងមែនទេគឺมันតម្រូវបែបហ្នឹងទេគឺការដែលយើងចាប់ផ្ដើមបង្រៀនឲ្យកូនញ៉ាំដំបូងគឺយើងអាចនឹងបង្រៀនឲ្យគាត់ដំបូងឡើយគឺ start ជាមួយនឹងគេហៅថាប្រភេទអាហារដែលសុទ្ធសិនដែលយើងអាចនឹងសាកបបរថាម្លឹកព្រាទាំងចឹងទៅអាចកិនជាមួយនឹងសាច់ឬក៏ជាមួយនឹងបន្លែមួយមុខមួយមុខសិនជាមួយសាច់សិនទៅយើងសាកតេស្តគាត់សិនថាតើគាត់មានប្រតិកម្មអត់ការដែលយើងហើយយើងអាច2 3ថ្ងៃក្រោយមកយើងឆ្លាស់ទៅអាហារថ្មីមួយទៀតដូចបន្លែថ្មីបន្លែដូចថ្ងៃហ្នឹងញ៉ាំ3ថ្ងៃហ្នឹងញ៉ាំការ៉ុតហើយអញ្ចឹង3ថ្ងៃក្រោយយើងអាចសាកមួយល្ពៅឬក៏2ថ្ងៃក្រោយយើងសាកមួយដំឡូងការដែលយើងធ្វើការឆ្លាស់គ្នាបែបហ្នឹងគឺយើងអាចតាមដានទៅលើការដែលគាត់នឹងអាចនឹងមានអាឡែហ្ស៊ីអត់បើសិនជាយើងដាក់ចូលរួមតែមួយក្នុងពេលតែមួយយើងអត់ដឹងថាប្រភេទណាដែលគាត់នឹងងាយអាឡែហ្ស៊ីទេមួយវិញទៀតក៏វាពាក់ព័ន្ធទៅនឹងប្រព័ន្ធរំលាយអាហាររបស់ក្មេងដែរដំបូងគឺអត់អាចទទួលយកបានបានន័យថាច្រើនមុខទេអញ្ចឹងគឺយើងអាចសាកជាមួយនឹងអាហារសុទ្ធសិនហើយបើសិនជាប៉ាម៉ាក់ចង់ចាប់ផ្ដើមឆ្លាស់ទៅមុខថ្មីគឺធ្វើដូចខ្ញុំជំរាបជូនអញ្ចឹងគឺយើងសាករបស់ថ្មីគឺយើងសាកតែវាតែឯងអញ្ចឹងណាយើងកុំដាក់ច្បុកច្បល់ចូលគ្នាច្រើនមុខនិយាយទៅជៀសវាងដែលយើងប្រើបន្លែច្រើនពេកនៅក្នុងកន្លងពេលរយៈពេលអាយុកូនអាយុ6ខែឬក៏7ខែហ្នឹងព្រោះកាលណាដែលយើងដាក់ច្បុកច្បល់ច្រើនពេកក៏ក្មេងគាត់មិនតាន់ជាសូវញ៉ាំប្រហែលដែរហើយក៏អាចប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារដូចថាយើងនិយាយទៅគឺគាត់ញ៉ាំបានតិចគាត់អាចធ្វើម្លឹកព្រា2 លឹកព្រាអីទេហើយក៏ធ្វើឲ្យយើងខ្លួនឯងណាវាអាចនឹងមានឥទ្ធិពលថាខំធ្វើសឹងអីហេតុអីបានជាកូនមិនព្រមញ៉ាំ2 ទៅ 3 ដង 4 ដងហើយមានអារម្មណ៍មួយថាបាក់ទឹកចិត្តកំពិតកូនអត់ទាន់ចេះញ៉ាំដោយសារអីវារសជាតិថ្មីរសជាតិថ្មីដែលគាត់អត់ទាន់ទទួលយកបានអីចឹងណាអញ្ចឹងយើងអាចសាកតិចសិនអញ្ចឹងតើបរិមាណប្រមាណដែលសម្រាប់ក្មេងនៅអាយុ6ខែឬក៏7ខែហ្នឹងគឺសម្រាប់កូនក្មេងនៅប៉ុណ្ណឹងយើងអាចធំម្លឹកព្រាទៅ3 ស្លាបព្រាបាយយ៉ាងច្រើនគឺអត់ច្រើនពេកទេគឺដូចខ្ញុំបានជម្រាបជូនតាំងពីដើមគឺអាយុប៉ុណ្ណឹងគឺជាពេលវេលាដែលកូនយើងកំពុងតែរៀនញ៉ាំអាហារយើងមិនមែនតម្រូវឲ្យគាត់ញ៉ាំអាហ្នឹងដើម្បីការវិវត្តរបស់គាត់ទេគឺរៀនឲ្យគាត់ទទួលយកនៅរសជាតិថ្មីហើយទៅលើអ្វីដែលចាំបាច់ហ្នឹងគឺទៅលើបរិមាណទៅដល់កូននឹងឯងអញ្ចឹងរយៈពេលមួយសប្តាហ៍ដំបូងឬក៏2 សប្តាហ៍បើថា6ខែនេះគឺមួយ4អាទិត្យហ្នឹងគឺអាចឲ្យគាត់តែមួយពេលសិនទៅចូលខែ7យើងអាចឲ្យគាត់ឡើង2ពេលអីចឹងទៅហើយបរិមាណក៏មិនច្រើនពេកដែរគឺមើលទៅតាមភាពជាក់ស្ដែងបើទៅដោះម្ដាយគឺនៅតែមានសារៈសំខាន់សម្រាប់កូនយើងទៅដែរគួរតែជៀសវាងនៅអាហារអីខ្លះសម្រាប់ទៅលើអាហារដែលគួរតែជៀសវាងនៅក្នុងកន្លងពេលហ្នឹងម៉ាក់ទី1គឺទៅលើទឹកឃ្មុំដែលទឹកឃ្មុំហ្នឹងគឺវាមានសារធាតុតុកស៊ីនវាអាចធ្វើឲ្យប៉ះពាល់ទៅដល់កូនហើយមួយទៀតហ្នឹងគឺទៅលើគ្រឿងសមុទ្រប៉ាម៉ាក់ខ្លះក៏ធ្លាប់និយាយថាខ្ញុំឲ្យកូនខ្ញុំញ៉ាំគ្រឿងសមុទ្រអត់មានបញ្ហាហ្នឹងអត់អីទេបើសិនជាគាត់ញ៉ាំទៅអត់មានបញ្ហាប៉ុន្តែរយៈពេល6 7ខែដំបូងនេះការដែលយើងឲ្យគាត់វាអាចនឹងកូនខ្លះគាត់ sensitive មានន័យថាគាត់ងាយនឹងប្រតិកម្មអញ្ចឹងហើយគួរតែចាំដល់គាត់អាយុ10ខែឬក៏11ខែអីសិនទៅចាំឲ្យគាត់នឹងញ៉ាំជាមួយនឹងគ្រឿងសមុទ្រអញ្ចឹងជាសង្ខេបឡើងវិញអាហារដែលចាំបាច់សម្រាប់គាត់នៅក្នុងវ័យហ្នឹងគឺខ្ញុំនៅតែបញ្ជាក់ដដែលថាទៅលើបរិមាណទឹកដោះម្ដាយឬក៏ប្របាយដោះម្ដាយការប្របាយដោះម្ដាយឬក៏បរិមាណទឹកដោះគោហ្នឹងគឺនៅតែសំខាន់សម្រាប់គាត់នៅតែជាអាហារសំខាន់ហើយទៅលើអាហារ3គេហៅថាអាហារបន្ថែមហ្នឹងគឺមិនតាន់ជាសំខាន់ប្រហែលទេគឺយើងគ្រាន់តែបរៀនឲ្យគាត់ចេះការញ៉ាំឬក៏ស្គាល់រសជាតិអាហារថ្មីអញ្ចឹងបើសិនជាកូនមិនសូវញ៉ាំអាហ្នឹងក៏ប៉ាម៉ាក់កុំតាន់បារម្ភយើងនៅក្នុងវីដេអូក្រោយយើងនឹងនិយាយពី trick ថាធ្វើម៉េចដើម្បីឲ្យកូនយើងគាត់នៅតែញ៉ាំបានល្អเนาะបរិមាណទឹកដោះគោនៅក្នុងអាយុខមួយខួបនេះគឺអាចពីចន្លោះពី750
5ទៅ1000 ml អញ្ចឹងគឺប្រែប្រួលទៅតាមក្មេងគឺអត់អាចដូចគ្នាទាំងអស់ទេអញ្ចឹងកុំឲ្យប៉ាម៉ាក់បារម្ភថាកូនខ្ញុំត្រូវតែញ៉ាំដល់1000អីចឹងណាហ្នឹងហើយអញ្ចឹងយើងអាចគេហៅថា flexible ទៅតាមនឹងសំខាន់ប៉ាម៉ាក់តាមដានទៅលើការឡើងគីឡូរបស់កូនប្រចាំខែចាប់ពីអាយុ6ខែមកដល់អាយុ1ខួបនេះការឡើងគីឡូរបស់គាត់គឺត្រូវការចន្លោះពី 0.3 ខាំទៅ 0.8 ខាំនៅក្នុងមួយខែអញ្ចឹងឲ្យតឡើងនៅក្នុងចន្លោះហ្នឹងបានន័យថាគាត់បានទទួលសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ហើយឬទី2គឺយើងមើលទៅលើការលូតកម្ពស់របស់គាត់គឺឡើងនៅក្នុងចន្លោះ 0.3 សង់ទីម៉ែត្រទៅ 0.8 សង់ទីម៉ែត្រអញ្ចឹងធ្វើមិនទៅដើម្បីឲ្យយើងដឹងថាគាត់ឡើងគីឡូឬក៏ឡើងកម្ពស់ហ្នឹងគឺប៉ាម៉ាក់គឺយើងមានសភៅលឿងយើងអាចអញ្ជើញទៅតាមដានជាមួយនឹងគ្រូពេទ្យពេលដែលយើងចាក់វ៉ាក់សាំងមើលតើការឡើងគីឡូរបស់កូនយើងនៅក្នុងស្តង់ដារដូចដែលខ្ញុំបានរៀបរាប់នឹងអត់បើសិនជាគាត់នៅក្រោមហ្នឹងគឺប៉ាម៉ាក់ត្រូវបង្កើនទៅលើបរិមាណអាហារឬក៏បរិមាណទឹកដោះគោយើងអាចពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញទៅតើគួរធ្វើបែបណាជៀសវាងមួយទៀតកុំនឹកឃើញតែរឿងថាគួរតែផ្លាស់ប្ដូរទឹកដោះគោគួរតែផ្លាស់ប្ដូរទឹកដោះគោអារឿងផ្លាស់ប្ដូរទឹកដោះគោនេះត្រូវតែមានការពិភាក្សាមួយគ្រូពេទ្យថាគួរតែបដូរពេលណាមិនមែនថាយើងអត់ឃើញកូនឡើងគីឡូយើងនឹកឃើញតែរឿងដូរដោះគោអត់គាត់ធ្វើអញ្ចឹងឯងយើងគួរតែមានការពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជួនកាលគាត់មិនមែនអត់ឡើងគីឡូដោយសារតែរឿងទឹកដោះគោទេគាត់អត់ឡើងគីឡូអាចនឹងការញ៉ាំឬក៏ការគេងគាត់វាអត់ត្រូវអត់គ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងគឺគ្រូពេទ្យជំនាញគាត់នឹងមានវិធីនៅក្នុងការជួយប៉ាម៉ាក់ទាំងអស់គ្នាដើម្បីឲ្យកូនប៉ាម៉ាក់ទាំងអស់គ្នាឡើងគីឡូទៅតាមស្តង់ដារជាចុងក្រោយអ្វីដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាស្វែងយល់ពីការលូតលាស់របស់កូនជាមួយនឹងគ្រូពេទ្យជំនាញ